ចាសសូមជម្រាបសួរប្រិយមិត្តវាទីមេត្រីវិលមកជួបគ្នាជាថ្មីជាមួយនឹងខ្ញុំប៉ាសុកខេងនិងលោកម៉ែនណាតប្រធានក្រុមប្រឹក្សាខ្លមើកម្ពុជាប្រធានបទថ្ងៃនេះយើងនឹងជជែកអំពីតើកម្ពុជាគួររៀនសូត្រអ្វីខ្លះអំពីការរំជួយដីនៅប្រទេសភូមានិងថៃចា៎នេះឱកាសនេះដែរ VOD ក៏សូមចូលរួមនៅការសោកស្ដាយចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះរំជួយដីនៅប្រទេសថៃនិងភូមាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នេះហើយពាក់ព័ន្ធប្រធានបទនេះដែរនាងខ្ញុំនឹងលើកជាសំណួរខ្លះទៅកាន់លោកម៉ែនណាតនាងខ្ញុំសូមជម្រាបសួរលោកម៉ែនណាតចា៎បាទសូមជម្រាបសួរកញ្ញាសុខេនិងប្រិយមិត្ត VOD ចាសសូមអរគុណលោកម៉ែនណាតដូចនេះខ្ញុំបានលើកខាងដើមអញ្ចឹងគ្រោះរំជួយដីកម្រិតធ្ងន់ 7.7 Richter បានវាយប្រហារប្រទេសភូមានិងថៃនិងបានរងកើដល់ប្រទេសវៀតណាមនិងកម្ពុជាក្នុងកម្រិតបន្តិចបន្តួចផងដែរកាលពីថ្ងៃទី28ខែមីនាកន្លងទៅនេះហើយក្នុងនោះក៏មានការដួលរលំអគារបណ្ដាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិតរបួសនិងបាត់ខ្លួនខណៈគេកំពុងតែបន្តរុករកមនុស្សក្នុងគំនរបាក់បែកតើលោកអាចជួយជម្រាបបានទេអ្វីដែលបង្កឲ្យមានគ្រោះរំជួយដីបែបនេះចា៎បាទអរគុណច្រើនជាមួយគ្នានេះយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខលំបាកទុក្ខសោកជាមួយក្រុមគ្រួសារជនរងគ្រោះទាំងនៅភូមាទាំងនៅថៃដែលជាករណីធម្មជាតិវាយប្រហារយ៉ាងធ្ងន់ធ្ងរធ្វើឲ្យរដ្ឋថៃបាលបាត់បង់នៅមនុស្សបាត់បង់នៅទ្រព្យសម្បត្តិជាតិដ៏ច្រើនវាជារឿងដ៏សោកសៅណាស់ចូលរួមសោកស្ដាយផងបាទពាក់ព័ន្ធនឹងរឿងគ្រោះរំជួយដីនេះតាមយើងសិក្សាស្រាវជ្រាវពីបណ្ដាញសារព័ត៌មានផ្សេងៗជាភាសាអង់គ្លេសមាន AP មាន Reuters មាន BBC ច្រើនបើសេពាក់ព័ន្ធទៅនឹងហេតុការណ៍ទាំងឡាយដែលកើតឡើងនៅប្រហែលថ្ងៃនេះមានព័ត៌មានជាច្រើនបញ្ជាក់អំពីតួលេខឥឡូវខ្ញុំសូមបញ្ជាក់ជូនពីតួលេខសិនមកដល់ថ្ងៃទី31ខែ3ឆ្នាំ2025ហ្នឹងប្រភពព័ត៌មាន AP បាននិយាយថាមនុស្សស្លាប់នៅភូមាកើនឡើងរហូតដល់2056នាក់របួស3900នាក់ហើយនឹងបាត់ខ្លួនជាង100នាក់ចំណែកឯនៅថៃវិញពីប្រភព BBC ស្លាប់កើនឡើង20នាក់របួស33នាក់ហើយគេរកឃើញអ្នកដែលបាត់ខ្លួននៅក្នុងគំនរបាក់បែកចំនួន74នាក់នៅក្នុងចំណោមដែលបាត់ខ្លួនទាំងអស់78នាក់ជាមួយគ្នានឹងដែរអង្គការសហជីវជាតិក៏បានពៀវនាវរកជំនួយគ្រោះបន្ទាន់ហ្នឹង$8លានដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅភូមាហើយម្សិលមិញក៏បានស្ដាប់ព័ត៌មានដែរថាប្រទេសកម្ពុជាហ្នឹងបានប្រកាសព័ត៌មានជួយប្រទេសភូមាហ្នឹងចំនួន$10,000សហរដ្ឋអាមេរិកហើយនឹងជួយអ្នកបច្ចេកទេសសង្គ្រោះបន្ទាន់ហ្នឹងចំនួន2នាក់ទៅជាមួយផងនិយាយទៅបាតុភូតរំជួយដីនេះវាកើតឡើងនៅចំណុចកណ្ដាលនៃប្រទេសភូមាហើយវាមានរលករំជួយក្នុងរង្វង់1000គីឡូអញ្ចឹងតំបន់ដែលនៅក្នុងរង្វង់1000គីឡូហ្នឹងវាទទួលរងនូវផលប៉ះពាល់ហើយផលប៉ះពាល់នេះជាពិសេសនៅតំបន់ដែលជាគេថាក្នុងប្រវត្តិសាស្ត្រផែនដីសម្ពាធខ្សោយផែនដីស្ដើងហើយជាពិសេសតំបន់ដែលពីដើមឡើយជាតំបន់មាត់សមុទ្រជាតំបន់បាតសមុទ្រអីពីមុនប្រហែលជាខ្ទង់2-300លានឆ្នាំមុនហ្នឹងអញ្ចឹងតំបន់ហ្នឹងងាយទទួលផលប៉ះពាល់ជាងគេដោយឧទាហរណ៍នៅទីក្រុងបាងកកនេះជាដីទំនាបវាមានខ្សែរបស់វារលកខ្សែហ្នឹងពីភូមាមកវាមានខ្សែបន្ទាត់ដូចយើងបន្ទាត់ពីដើមបច្រាស់គ្នាអញ្ចឹងទាញបច្រាស់គ្នាអញ្ចឹងអាហ្នឹងវាពាក់ព័ន្ធនឹងបច្ចេកទេសមួយដែលគេហៅថាបន្ទះផ្លាកតិចតនិកបន្ទះតិចតនិកហ្នឹងបន្ទះតិចតនិកសមុទ្រឥណ្ឌាវាច្រើនឡើងហើយចំណុចបន្ទះតិចតនិករបស់អឺរ៉ុបអឺរ៉ាស៊ីវាច្រើនចុះហើយវាមកជួបគ្នានៅជួរភ្នំហិមាល័យហើយតំបន់ជួយដីនៅភូមាហ្នឹងវាមានចលនាបញ្ច្រាស់គ្នាពីរហើយបន្ទះតិចតនិកហ្នឹងវាប៉ះទង្គិចគ្នាណាកញ្ញាសុខេងប៉ះទង្គិចគ្នាទៅវានាំឲ្យកកាត់ទៅវាមាននាំបង្កើតឲ្យមានរលករញ្ជួយផែនដីហ្នឹងចាបច្ចុប្បន្ននេះនៅភូមានិងនៅថៃហ្នឹងគឺមានអ្នកស្លាប់ចំនួនច្រើនហើយអ្នករបួសផងហើយនឹងអ្នកបាត់ខ្លួនក៏ជាច្រើនដែរគឺគេកំពុងតែបន្តរុករកអាចថាជាមេរៀនមួយសម្រាប់កម្ពុជាដែរអញ្ចឹងតើកម្ពុជាគួរតែរៀនសូត្របានអីខ្លះអំពីការរំជួយដីនៅប្រទេសទាំងពីរនេះចា៎កម្ពុជាយើងខ្ញុំយល់ថាប្រហែលជាមានបទពិសោធន៍តិចតួចណាស់ពាក់ព័ន្ធទៅនឹងហានិភ័យក្នុងការទប់ស្កាត់ពីហានិភ័យដោយសារកម្ពុជាយើងជាប្រទេសមួយដែលអំណោយផលធម្មជាតិជាតំបន់ដែលមានផែនដីចាស់100,000លានឆ្នាំមុនហើយវាមានព័ទ្ធទៅដោយជួរភ្នំខ្ពស់ដូចជាជួរភ្នំដងរែកហើយនិងជួរភ្នំក្បាលតំបន់ជួរភ្នំនឹងហើយជាគេគាត់សម្គាល់ថាជាតំបន់ដែលមានសតពដីចាស់អញ្ចឹងបានជាមានសំណួរសួរថារញ្ជួយពីភូមាចូលមកដល់ទីក្រុងបាងកកហើយវាអត់បានរុញមកដល់ប្រទេសកម្ពុជាកន្លែងហ្នឹងខ្ញុំអាចជួយផ្ដល់យោបល់បានដែរដូចបញ្ជាក់ជូនបាញ់មិញហ្នឹងដោយសារផែនដីយើងហ្នឹងវាចាស់វាមានភ្នំសតពដោយជួរភ្នំខ្ពស់ការពារវាសម្បូរដោយថ្មហើយអាចជំរឿកាលណាផែនដីចាស់អាចជំរឿកម្រាស់ផែនដីក៏វាក្រាស់ដែរអញ្ចឹងនិយាយថាកម្រាស់សម្បកផែនដីយើងជាមធ្យមតាមនៃបច្ចេកទេសជំរឿកន្លែងស្ដើងកម្រាស់ស្ដើងសម្បកផែនដីស្ដើងជំរឿតែពី8គីឡូទៅ40គីឡូទេនឹងជាមធ្យមតែទ្វីបប្រទេសដែលមានជួរភ្នំខ្ពស់អញ្ចឹងកម្រាស់ផែនដីវា
នៅលើទ្វីបហ្នឹងវាមានរហូតដល់80គីឡូពី20ទៅ80គីឡូអញ្ចឹងរលករំជួយប្រហែលជាមិនងាយប៉ះទង្គិចទេព្រោះនៅតំបន់ក្រាស់ហើយអញ្ចឹងវាកន្លែងប៉ះទង្គិចវាប៉ះទង្គិចកន្លែងតំបន់ដែលស្ដើងមុនតែមានរលករំជួយតំបន់ស្ដើងវាប្រេះមុនគេយើងនិយាយងាយស្ដាប់ទៅអាហ្នឹងខ្ញុំអត់ចូលជ្រៅទៅការងារបច្ចេកទេសទេបាទត្បិតតែរឿងនេះពិបាកយល់បន្តិចហ្នឹងកម្ពុជាយើងមានអំណោយផលចំណុចហ្នឹងតែសំណួរសួរថាតើយើងរៀនសូត្រអីបានខ្លះអំពីគ្រោះធម្មជាតិមួយនេះយើងអាចរៀនសូត្របានច្រើនទី1ក្រសួងជំនាញខ្មែរយើងមានក្រសួងធនធានទឹកអតុនិយមហ្នឹងហើយនឹងមានអ្នកជំនាញផែនដីវិទ្យាអីហ្នឹងធ្វើការជាមួយគ្នាទៅហើយត្រូវត្រួតពិនិត្យរាល់ពេលរាល់វេលាអំពីកម្រិតទាំងកម្រិតបរិយាកាសនៅលើផែនដីទាំងកម្រិតបរិយាកាសនៅក្នុងផែនដីផ្ទៃខាងក្នុងផែនដីត្រូវតែមានឧបករណ៍បច្ចេកទេសគ្រប់គ្រាន់តាមដានបើសិនជាមានហេតុការណ៍ណាមិនស្រួលកើតឡើងយើងត្រូវតែបញ្ជូនសញ្ញាហ្នឹងទៅកាន់វិជាប្រដ្ឋព្រាមបញ្ជូនសញ្ញាទៅកាន់វិជាប្រដ្ឋដែលគេហៅថាសញ្ញាប្រកាសភាពអាសន្នចំណុចដែលយើងរៀនសូត្រទី2គឺគួរតែក្រសួងអប់រំកម្ពុជានឹងមានមុខវិជ្ជាបង្រៀនចំណេះដឹងមូលដ្ឋានហើយខ្ញុំគិតថាមុខវិជ្ជាផែនដីវិទ្យានឹងឯងប៉ុន្តែត្រូវតែពង្រឹងបំណិនបន្ថែមទៀតទៅលើនិស្សិតជាពិសេសសិស្សចំណេះដឹងទូទៅនឹងត្រូវពង្រឹងបំណិនបន្ថែមទៀតឲ្យគាត់យល់ដឹងស្អីទៅថាជាចំណេះដឹងមូលដ្ឋានដើម្បីបង្ការការពារនៅពេលដែលមានហានិភ័យពីគ្រោះធម្មជាតិមិនថារញ្ជួយដីឬភ្នំភ្លើងក៏ឬបំរែបំរួលបរិយាកាសនៅលើផែនដីនោះទេព្រោះអាហ្នឹងវាមានការប្រតិតាក់ទងគ្នាខ្លាំងណាស់ពីបំរែបំរួលបរិយាកាសនៅលើផែនដីហើយវាតាក់ទងគ្នាទៅនឹងបំរែបំរួលខាងក្នុងចលនាផែនដីពីព្រោះទាំងអស់ហ្នឹងវានៅក្នុងប្រព័ន្ធតែមួយនៃប្រព័ន្ធព្រះអាទិត្យរបស់យើងហ្នឹងហើយភពយើងនិយាយពីផែនដីយើងវាវិលជុំវិញខ្លួនឯង24ម៉ោងក្នុងមួយថ្ងៃហើយវាវិលជុំវិញព្រះអាទិត្យមួយជុំក្នុងមួយឆ្នាំអញ្ចឹងអាខាងផ្ទៃខាងក្រៅវាវិលហើយអាខាងក្នុងផែនដីខាងក្នុងផែនដីក៏វាធ្វើចលនាដែរប៉ុន្តែវាធ្វើចលនាស្របគ្នាតាមធម្មជាតិរបស់វាកាលណាវាធ្វើចលនាស្របគ្នាដែរក៏ប៉ុន្តែវាមានកកិតព្រោះខ្ញុំនិយាយមិនបាញ់វិញវាផ្លាក់តិចតនិចឬបន្ទះតិចតនិចផែនដីកាលណាវាប៉ះទង្គិចគ្នាតិចតនិចហ្នឹងវាដើរស្របគ្នាមែនក៏ប៉ុន្តែវាបើសិនវាប៉ះគ្នាកកិតជ្រុងណាមួយហើយវាកកិតតិចវានាំឲ្យមានរញ្ជួយដីតិចកាលណាវាកកិតខ្លាំងនាំឲ្យមានរញ្ជួយដីខ្លាំងហើយដល់ចំណុចហ្នឹងបងប្អូនឆ្ងល់ទៀតស្អីគេបន្ទះតិចតនិចហ្នឹងបន្ទះតិចតនិចនេះជាភាសាបច្ចេកទេសរបស់អ្នករៀនសូត្រខាងផែនដីវិទ្យាព្រោះនៅក្នុងផែនដីយើងគេចែកចេញជា5ស្រទាប់ធំប៉ុន្តែខ្ញុំមិនចង់និយាយលម្អិតរឿងហ្នឹងទេមានស្រទាប់សបកផែនដីស្រទាប់អាវក្រោះផែនដីស្រទាប់ស្នូលផែនដីហើយស្នូលខាងលើស្នូលខាងក្នុងហើយអាវក្រោះមាន2អាវក្រោះខាងក្រៅអាវក្រោះខាងក្នុងទាំងអស់វាសរុបទៅវា5គាត់តែចំណាប់អារម្មណ៍ថារញ្ជួយដីវាពាក់ព័ន្ធនឹងបន្ទះតិចតនិចហ្នឹងតិចតនិចជាភាសាមួយជាភាសាបច្ចេកទេសដែលគេនិយាយអំពីចលនានៅក្នុងផែនដីហើយចលនាក្នុងផែនដីគឺវាធ្វើចលនាតាមផែនដីដែលវិលជុំវិញខ្លួនវានិងវិលជុំវិញព្រះអាទិត្យប្រៀបបានដូចជាទូកបណ្ដែតលើទឹកយ៉ាងដូចយើងមានទូកមួយហើយចងខ្សែលើបង្គោលមួយទូកហ្នឹងវាវិលធ្វើចលនាតាមខ្យល់បក់អញ្ចឹងតាមរលកអញ្ចឹងកាលណាវារលកបោកមិនស្រួលវានាំឲ្យមានប៉ះទង្គិចវាខូចខាតដូចមានករណីវិធានសាស្ត្រមានរឿងភ្នំភ្លើងមានរឿងជួយផែនដីបានថ្ងៃមុននេះចឹងអាហ្នឹងយ៉ាងហោចណាស់ក៏រដ្ឋាភិបាលកម្ពុជាត្រូវមានផ្ដល់មេរៀនជាចំណេះដឹងមូលដ្ឋានដល់សិស្សណាបន្ថែមទៀតអាហ្នឹងសំខាន់ណាស់ហើយពួកមន្ត្រីក៏គួរតែស្វែងយល់អាហ្នឹងដែរអាហ្នឹងសំខាន់ចំណុចទី1ទី2ខាងលើបាញ់មិញនេះខ្ញុំនិយាយអំពីអ្នកជំនាញវិទ្យាសាស្ត្រអតុនិយមអ្នកជំនាញផែនដីហើយនឹងចំណេះដឹងមូលដ្ឋាននេះគឺជារបៀបបង្ការពាររឿងដែលមុននឹងកើតឡើងមុននឹងករណីមានបាតុភូតមិនប្រក្រតីណាមួយចេញពីផែនដីនឹងកើតឡើងយើងអាចបញ្ជាបានយ៉ាងម៉េចកញ្ញាសុខេគឺនៅពេលដែលមានឧបទ្ទហេតុណាមួយវាឲ្យសញ្ញាមកអញ្ចឹងរដ្ឋាភិបាលអាជ្ញាធរនឹងត្រូវធ្វើការប្រកាសភាពអាសន្ននឹងឲ្យបានលឿនដើម្បីជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលមានហេតុការណ៍nhưលើកទីហោដូចជានៅខាងភូមិអានព័ត៌មានទៅឃើញមានមន្ត្រីជំនាញម្នាក់នៅស្រុកថៃហ្នឹងគាត់និយាយគាត់មិនស្ដីបន្ទោសអាជ្ញាធរភូមិទេក៏ប៉ុន្តែគាត់ថាអ្វីដែលកើតឡើងនៅប្រទេសថៃហ្នឹងដោយសារប្រទេសថៃហ្នឹងអត់បានទទួលដំណឹងជាក់លាក់ពីភូមិទេហើយភូមិហ្នឹងក៏អត់បានបញ្ជូនសញ្ញាភាពអាសន្នណាមួយដើម្បីជម្រាបជូនអំពីហេតុការណ៍ដែលអាចនឹងកើតឡើងនិយាយហេតុការណ៍មុននឹងមានរញ្ជួយដីនឹងកើតឡើងឲ្យច្បាស់លាស់ទេហើយចំណុចហ្នឹងខ្ញុំចាប់អារម្មណ៍ដែរថានៅប្រទេសភូមាកំពុងតែញោមញីដោយសារសង្គ្រាមស៊ីវិលផងហើយរដ្ឋាភិបាលក្រីក្រដោយតែប្រទេសកម្ពុជាដែរប្រហែលជាមិនបានចាប់អារម្មណ៍អំពីផលិតឧបករណ៍បច្ចេកទេសឬក៏ពង្រឹងចំណេះដឹងជំនាញអីទៅដល់មនុស្សម្នាពួកមន្ត្រីអីប្រហែលទេអញ្ចឹងហើយបានជាខ្វះលទ្ធភាពក្នុងការទាញសញ្ញាអាសន្នដើម្បីជម្រាបជូនប្រជាពលរដ្ឋឲ្យបានដឹងមុនហើយហ្នឹងគេមិនបន្ទោសទេក៏ប៉ុន្តែគេថាគ្នារងគ្រោះពីភូមាមកហើយបើសិនជាភូមាហ្នឹងក៏បានបញ្ជូនសញ្ញាអាសន្នមុនប្រាប់មុនអញ្ចឹងគេខាងថៃហ្នឹងជារីកចម្រើនល្អជាងភូមាគេអាចទាញសញ្ញាអាសន្នប្រាប់ប្រជាពលរដ្ឋគេដើម្បីឲ្យប្រជាពលរដ្ឋគេភៀសខ្លួនអញ្ចឹងទៅភៀសខ្លួនពីតំបន់រងគ្រោះតំបន់រញ្ជួយហ្នឹងយ៉ាងហោចណាស់ក៏អាចរួចខ្លួនដែរប៉ុន្តែសរុបសេចក្តីមកថាករណីមនុស្សស្លាប់ច្រើននេះវាពាក់ព័ន្ធទៅនឹងមន្ត្រីជំនាញបច្ចេកទេស
ហើយសួរមន្ត្រីជំនាញបច្ចេកទេសហ្នឹងតើកម្ពុជាយើងមានគិតថាយើងមានគ្រប់ទេហើយយើងមានបំណិនទេយើងគិតថាខ្មែរយើងប្រកាសជាមិនលើសពីភូមិប្រមាណទេvìមន្ត្រីជំនាញបច្ចេកទេសហ្នឹងយើងខ្វះទាំងឧបករណ៍បច្ចេកទេសតាមដានពីហេតុការណ៍យើងខ្វះទាំងពីអ្នកជំនាញដែលធ្វើការឲ្យត្រូវមុខជំនាញសុខខ្មែរយើងវាតែងតាំងមន្ត្រីកញ្ញាសុខេងដឹងតែងតាំងមន្ត្រីតែបពុះនេះឯងហ្នឹងអញ្ចឹងអ្នកជំនាញហ្នឹងប្រហែលជាមិនអាចទៅធ្វើការកិច្ចការជំនាញរបស់ខ្លួនបានប្រមាណទេបើសិនជាមានអ្នកជំនាញពិតប្រាកដណាហើយឥឡូវយើងឆ្លងពីចំណុចទី1ចំណុចទី2បាទខ្ញុំបញ្ជាក់ជូនឡើងវិញចំណុចទី1យើងនិយាយពីអ្នកជំនាញអតុនិយមអ្នកជំនាញផែនដីវិទ្យាហើយចំណុចទី2យើងនិយាយពីការពង្រឹងបំណិនចំណេះដឹងមូលដ្ឋានហើយឥឡូវយើងចូលចំណុចទី3និយាយពីសង្គ្រោះបឋមករណីសង្គ្រោះបឋមប្រទេសណាក៏គេរៀនដែរប៉ុន្តែខ្ញុំក៏មិនដឹងថានៅកម្ពុជាយើងមានការបង្រៀនសិស្សបង្រៀននិស្សិតហ្នឹងឲ្យបានឲ្យមានចំណេះដឹងមូលដ្ឋានក្នុងវិធីសាស្ត្រសង្គ្រោះបឋមនៅឡើយទេខ្ញុំមិនដឹងទេវិធីសាស្ត្រសង្គ្រោះបឋមនេះគឺគេសង្គ្រោះនៅពេលដែលហេតុការណ៍កើតហើយដូចជាហេតុការណ៍ភ្លើងឆេះផ្ទះដូចជាហេតុការណ៍ខ្យល់ព្យុះដូចជាហេតុការណ៍ខ្យល់កតាមផ្លូវឬក៏ហេតុការណ៍រញ្ជួយដីឬក៏ហេតុការណ៍ភ្នំភ្លើងអីឡាក់នឹងឡាក់គឺគេមានចំណេះដឹងមូលដ្ឋានក្នុងការជួយសង្គ្រោះបឋមរបស់មនុស្សបើសិនជាករណីរងចាំឡានពេទ្យអំបឡងអីមកវាប្រើពេលវេលាអញ្ចឹងអ្នកដែលនៅក្នុងហេតុការណ៍ដែលឃើញស្ថានភាពហ្នឹងអាចជួយគ្នាបានជួយសង្គ្រោះជួយធ្វើចលនាខ្យល់ដង្ហើមដើម្បីកុំឲ្យមនុស្សនឹងស្លាប់អីចាត់ជាដើមឡាក់ហ្នឹងអាហ្នឹងហៅថាវិធីសាស្ត្រសង្គ្រោះបឋមហើយនៅតាមសាលារៀននៅក្នុងស្រុកអាមេរិកស្រុកអឺរ៉ុបស្រុកកូរ៉េខាងត្បូងស្រុកចិនស្រុកជប៉ុននេះយើងឃើញគេមានការរីកចម្រើនសមរម្យគេវិជាប្រវត្តិគេចេះដឹងហើយតែខ្ញុំមើលខ្វះចន្លោះនៅក្នុងអាស៊ីប្រទេសអាស៊ានយើងនេះប្រទេសដែលខ្វះសមត្ថភាពវិធីសាស្ត្រសង្គ្រោះបឋមហ្នឹងវាមានដដែលមានភូមាមានឡាវមានខ្មែរខាងថៃខ្ញុំគិតថាថៃគេមានចំណេះដឹងមូលដ្ឋានរបស់គេច្រើនហើយនៅពេលបាត់ហេតុឬជួយដៃព្រាមយើងតាមដានព័ត៌មានទៅខាងថៃមានការប្រពន្ធមកដល់ព្រាមខាងពេទ្យខាងផ្នែកសង្គ្រោះបឋមខាងពេទ្យមកខាងអាជ្ញាធរមូលដ្ឋានគេធ្វើការដូចជាបញ្ញាក់ដៃបញ្ញាក់ជើងគេមានប៉ុន្តែទៅមានលក្ខណៈជឿនលឿនសមរម្យហើយបានជួយមនុស្សច្រើនរួចផុតជីវិតសរុបឡើងវិញអ្វីដែលខ្មែរយើងគួររៀនសូត្រអំពីមេរៀនទៅជួយដីនៅប្រទេសភូមានិងថៃប្រហែលថ្ងៃនេះហ្នឹងចាប់អារម្មណ៍ចំណុចទី1គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញក្រសួងជំនាញរបស់ខ្លួនហ្នឹងហើយត្រូវមានឧបករណ៍បច្ចេកទេសតាមដានអំពីរលករញ្ជួយរលកចលនាផែនដីនៅខាងក្រោមទីខាងក្នុងដីហើយត្រូវមានឧបករណ៍តាមដានអំពីការវាស់ស្ទង់អតុនិយមនៅលើបរិយាកាសទី2ត្រូវពង្រឹងបំណិនសមត្ថភាពដល់សិស្សនិស្សិតទាំងឡាយណាឲ្យចេះដឹងអំពីមូលដ្ឋាននៅក្នុងការបង្ការពារនៅពេលមានហេតុការណ៍កើតឡើងហើយទី3នៅពេលហេតុការណ៍ការពារកើតឡើងហើយត្រូវមានវិធីសាស្ត្រសង្គ្រោះបឋមហ្នឹងគឺជួយគ្នានៅក្នុងហេតុការណ៍ហ្នឹងបើសិនជាយើងមានមូលដ្ឋានរឹងមាំហើយអត្រានៃការបាត់បង់ជីវិតអត្រានៃការរងរបួសអីហ្នឹងវាតិចអត្រានៃការជួយមនុស្សហ្នឹងបានច្រើនជាងដែលយើងគ្មានសញ្ញាពិតប្រាកដអីឬក៏យើងមិនដឹងហេតុការណ៍អីមុនដល់អញ្ចឹងដល់ពេលថ្ងៃមកវាផ្ទុះឡើងដូចនៅភូមាប្រហែលថ្ងៃនេះឃើញស្លាប់មនុស្សរហូតដល់ជាង 2000 នាក់ហើយរបួសរាប់ពាន់នាក់បន្ថែមទៀតជាសូមអរគុណលោកម៉ែណាត់ឃើញថាការរំជួយដីនេះទោះបីកើតនៅប្រទេសថៃនិងនៅភូមាក៏ដោយក្តីប៉ុន្តែវានៅជាប់កម្ពុជាចឹងចង់ធ្វើឲ្យប្រជាជនកម្ពុជាក៏មានការព្រួយបារម្ភដែរហើយក្នុងនោះឃើញថាមានពលករខ្មែរក៏មានជនជាតិខ្មែរមួយចំនួននឹងអាចថាធ្វើការឬក៏មានដំណើរកម្សាន្តអីនៅប្រទេសថៃឬក៏អីជាដើមនេះអ្នកនៅក្នុងស្រុកឯនេះវិញក៏ព្រួយបារម្ភដូចថាមានសាច់ញាតិឬក៏ខ្លួនឯងផ្ទាល់ក្តីនៅខ្មែរតែទឹកចិត្តអីជាតែគិតថាអូបើសិនជាកើតនៅខ្មែរអីនឹងបែបមិនទៅស្ថានភាពនឹងទៅជាយ៉ាងណាអីជាដើមទៅការអប់រំនៅសាលារៀនអីចឹងបានតែសិស្សនិស្សិតទេចុះសម្រាប់ប្រជាពលរដ្ឋទូទៅជាកសិករឬក៏អីចឹងតើរដ្ឋាភិបាលគួរតែធ្វើបែបម៉េចដើម្បីផ្ដល់ព័ត៌មានឬក៏ការអប់រំដល់ពួកគាត់ឲ្យគាត់បានជ្រាបដែរថាបើមានគ្រោះធម្មជាតិនេះពួកគាត់ការពារខ្លួនការពារអាយុជីវិតធ្វើម៉េចដើម្បីព័ត៌មានហ្នឹងទៅដូចថាបានតលាយអីជាដើមចា៎តាមពិតអត់មានការលំបាកទេរដ្ឋាភិបាលអាចប្រើគ្រប់មធ្យោបាយរបស់រដ្ឋនឹងដើម្បីជួយទៅដល់ជាមេរៀនរបៀបបង្រៀនដល់ប្រជាពលរដ្ឋនោះឧទាហរណ៍ដូចជាយើងប្រើកញ្ចក់ទូរទស្សន៍ជាតិឬក៏ទូរទស្សន៍រដ្ឋឬក៏ទូរទស្សន៍ឯកជនហ្នឹងបង្រៀនអំពីវិធីសាស្ត្រសង្គ្រោះបន្ទាន់ណាករណីមុនហេតុការណ៍ទៅធ្វើម៉េចករណីក្រោយហេតុការណ៍ធ្វើម៉េចហើយពេលដែលរដ្ឋាភិបាលទាញសញ្ញាអាសន្នប្រកាសប្រជាពលរដ្ឋនៅតំបន់ដែលកើតហេតុហ្នឹងអាចនឹងកើតហេតុហើយអញ្ចឹងប្រជាពលរដ្ឋទៅធ្វើម៉េចទៅត្រៀមលក្ខណៈសម្បត្តិម៉េចខ្ញុំគិតថាវិធីសាស្ត្រហ្នឹងនៅស្រុកណាក៏គេមានបង្រៀនដែរគេបង្រៀនមិនគ្រប់ទេនៅសាលានោះជាការពិតហើយកញ្ញាសុខេងលើកឡើងនឹងត្រូវហើយគេបង្រៀននៅសាលាវាមិនគ្រប់គ្រាន់ទេហើយពេលខ្លះបង្រៀនឲ្យមនុស្សភ្លេចទៅវិញដែរអញ្ចឹងបានគេប្រើគេរំលឹកឲ្យរំលឹកទៀតតាមបណ្ដាញសារព័ត៌មានក៏ជួយរំលឹកកញ្ចក់ទូរទស្សន៍ដែលប្រជាពលរដ្ឋចូលចិត្តមើលហ្នឹងក៏វាមានកម្មវិធីសម្រាប់បដិបដាលអាហ្នឹងហើយមួយទៀតរដ្ឋាភិបាលហ្នឹងមានមន្ត្រីជំនាញតាមក្រសួងតាមស្ថាប័នអីហ្នឹងខេត្តក្រុងអីហ្នឹងក៏ត្រូវតែពង្រឹងសមត្ថភាពហើយយកសមត្ថភាពហ្នឹងធ្វើការ train មានន័យថាទៅបដិបដាលវឹកវើបន្តទៅដល់ប្រជាពលរដ្ឋហ្នឹងគឺវិធីសាស្ត្រហើយជាក់ស្ដែងដូចខ្ញុំនៅប្រទេសណូវេនេះយើងជាប្រជាពលរដ្ឋសាមញ្ញទេហើយជាជនភៀសខ្លួនទៅទៀតក៏ប៉ុន្តែក៏យើងបានទទួលការអប់រំវិធីសាស្ត្រហ្នឹងដែរគឺគេ
ពេលដែលយើងទៅរៀននៅសាលាគឺគេបង្ហាត់បង្ហាញនៅពេលដែលយើងចូលធ្វើការមុនពេលចូលធ្វើការហ្នឹងគេឲ្យយើងទៅរៀនវគ្គបណ្ដុះបណ្ដាលពីសង្គ្រោះបឋមហ្នឹងទៀតធ្វើម៉េចដូច្នេះក្នុងមួយរយៈដែលយើងមុនពេលដែលយើងនៅរៀនរហូតដល់យើងចេញធ្វើការហ្នឹងគឺយើងឆ្លងកាត់វគ្គហ្នឹងយ៉ាងតិច2ទៅ3ដងដែរហើយពេលខ្លះហ្នឹងមនុស្សមិនយកចិត្តទុកដាក់ទៀតអាមិនយកចិត្តទុកដាក់ហ្នឹងបានគេក្រើនរំលឹកឲ្យច្រើនដើម្បីឲ្យប្រយ័ត្នប្រយែងក្នុងរឿងអស់ហ្នឹងព្រោះហ្នឹងជាអាយុជីវិតរបស់មនុស្សហើយនៅប្រទេសកម្ពុជាយើងប្រជាពលរដ្ឋមែនគាត់អត់ដឹងទេមិនដឹងថាស្អីទៅពិធីសាស្ត្រសង្គ្រោះបឋមស្អីទៅសញ្ញាភាពអាសន្នតែភាសាអង់គ្លេសហៅអាឡាមហ្នឹងសញ្ញាអាឡាមហ្នឹងអាឡាមរោហ្នឹងគេដូចពីមុនដូចកូនសិស្សថ្នាក់បឋមសិក្សាអញ្ចឹងគេមានជួងម៉ោង7 8ហ្នឹងគេវាយជួងរឿងទៅពើទៅអាកូនសិស្សរត់ចូលថ្នាក់ទៅថាដល់ម៉ោងរៀនហើយអាហ្នឹងដូចគ្នាអញ្ចឹងបានថារដ្ឋាភិបាលឲ្យតែមានសុឆន្ទៈឲ្យតែមានឧត្តមគតិពិតប្រាកដគឺអាចធ្វើរឿងបានគ្រប់ពេលហើយកុំគិតថាត្រូវការចំណាយលុយច្រើនប្រហែលទេគាត់តែបដោះបដាលគាត់តែឲ្យអ្នកជំនាញប្រហែលអ្នកទៅនិយាយប្រាប់ទូរទស្សន៍រាល់ថ្ងៃរាល់ម៉ោង1ម៉ោងមួយអាទិត្យប្រហែលម៉ោងមួយអាទិត្យ1ម៉ោង2ម៉ោងឬក៏មានកម្មវិធីឧទាហរណ៍កម្មវិធីកំសាន្តអីជួនកាលអប់រំពួកអ្នកសិល្បករឲ្យធ្វើកម្មវិធីកំសាន្តដែលពាក់ព័ន្ធទៅនឹងការអប់រំនៃវិហានិភ័យចឹងកាលឡើងមានអាចធ្វើបានគ្រប់ពេលឲ្យតែមានសមានចិត្តនិយាយខ្លីអញ្ចឹងកញ្ញាសុខេងតែរឿងនេះបើយើងនិយាយពីរឿងនេះយើងគិតថាកម្ពុជាយើងវាខ្វះចន្លោះខ្លាំងណាស់យើងនិយាយហ្នឹងមិនមែនចង់បន្តអីទេព្រោះយើងឃើញជាក់ស្ដែងការជួបប្រទេសរាល់ថ្ងៃរបស់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាហ្នឹងទាំងក្នុងប្រព័ន្ធអប់រំក៏ដោយទាំងក្រៅប្រព័ន្ធអប់រំក៏ដោយគឺជួបប្រទេសគ្រប់គ្នាហើយមិនដឹងទេករណីចឹងដូចកើតឡើងនៅភូមានៅស្រុកថៃកាលពីថ្ងៃ28មិនិនាកន្លងទៅថ្មីហ្នឹងឃើញទេប្រជាពលរដ្ឋអត់ដឹងវាយ៉ាងម៉េចបាននៅស្ងៀមទឹករលកអត់មានខ្យល់បក់ទឹករលករញ្ជួយហើយអាគារអាលំពុះអាលំចុះស្រុតចុះហ្នឹងវាមិនចំណុចហ្នឹងដែលយើងប្រាប់ថាឲ្យរៀនសូត្រពីគេឥឡូវថាពេលមុនវាខ្វះចុះប៉ុន្តែចាប់ពីថ្ងៃហ្នឹងទៅត្រូវតែរៀនសូត្រពីគេទី1គឺរដ្ឋាភិបាលទៅរៀនទទួលស្គាល់ការពិតថារឿងនេះវាកើតឡើងពិតមែនហើយត្រូវរកវិធីបង្ការបើសិនជាមានរឿងករណីនឹងកើតឡើងនៅថ្ងៃក្រោយតើវិធីបង្ការយ៉ាងម៉េចហើយចងក្រងជាក្បួនជាខ្នាតដើម្បីយកបង្រៀនសិស្សទៅហើយឯកសារមិនខ្វះទេឯកសារពាក់ព័ន្ធរឿងហ្នឹងទៅកន្លែងណាក៏មានដែររកទៅអត់ខ្វះទេគ្រាន់តែរកមន្ត្រីជំនាញរកមនុស្សដាក់ឲ្យចំកន្លែងជំនាញរបស់គេទៅអាហ្នឹងបើនិយាយពីមន្ត្រីរាជការហើយបើនិយាយពីអញ្ញាធមមូលដ្ឋានហ្នឹងត្រូវអាពួកអ្នកធំត្រូវបង្រៀនអញ្ញាធមមូលដ្ឋានដែរហើយបញ្ហាហ្នឹងប្រឈមទៀតណាអញ្ញាធមមូលដ្ឋានកម្ពុជាហ្នឹងអត់ដឹងទេអត់មិនដែលទទួលការបណ្ដុះបណ្ដាលវគ្គអីចឹងទេសូម្បីតែវគ្គរៀនសិទ្ធិមនុស្សរៀនប្រជាធិបតេយ្យហ្នឹងមិនដែលនឹងទៅរៀនផងពួកមន្ត្រីដែលមានឋានៈបន្តិចតួចហ្នឹងពួកមេប៉ុស្តិ៍ពួកក្រុមប្រឹក្សាឃុំពីគណៈបកកណ្ដាលហ្នឹងមិនសូវរវល់ផ្លផ្កាយរៀនប្រហែលទេពីព្រោះពួកហ្នឹងអាលាក់ស៊ីជាមួយនឹងពាក្យថាសិទ្ធិមនុស្សអាលាក់ស៊ីជាមួយពាក្យប្រជាធិបតេយ្យហើយបើមានពាក់ព័ន្ធនឹងស្អីទៅរៀនអីវគ្គជំនាញអតុនិយមវគ្គជំនាញផែនដីវិជាវគ្គជំនាញសង្គ្រោះបន្ទាន់វគ្គជំនាញសង្គ្រោះបឋមអីចឹងរឹតតែលេងចង់ទៅរៀនទៀតពួករដ្ឋាភិបាលទាំងអស់ហ្នឹងធ្វើឲ្យមនុស្សយល់ច្រឡំថាទៅរៀនហ្នឹងបានលុយអត់ហើយថាមិនបានលុយទេមិនបាច់ទៅរៀនមិនចេះទៅរៀនតែមិនចេះទៅរៀនមិនចេះតែមិនចេះទៅឧបមាថាវាមានភាពអាសន្នកើតឡើងតែធ្វើម៉េចសង្គ្រោះយ៉ាងម៉េចស្ថានភាពនោះហើយទៅពេលឧបមាថាមានមនុស្សខ្យល់កឧទាហរណ៍ចុះឧទាហរណ៍រឿងទូចមានមនុស្សខ្យល់កអត់ដឹងពីវិធីសង្គ្រោះបឋមណាតំណងគ្នាទៅរត់ទៅរកគ្រូទាយណាទៅមើលគ្រូហៅមើលតើគាត់ឈឺអីហើយទៅរកគ្រូហៅមិនគ្រូហៅគាត់ឈឺដែរគាត់មិនដឹងដែរនោះអញ្ចឹងគេឲ្យរៀនពីវិធីសង្គ្រោះបឋមហ្នឹងដើម្បីធ្វើចលនាដង្ហើមនេះកាលណាយើងគ្មានវិធីសង្គ្រោះគឺយើងអត់ដឹងវិធីសាស្ត្រក្នុងការធ្វើចលនាដង្ហើមមនុស្សហ្នឹងឲ្យរៀនទេឧទាហរណ៍មួយទៀតចុះមនុស្សលងទឹកហើយលងទឹកហ្នឹងសង្គ្រោះពីទឹកបានភ្លាមហ្នឹងបើសិនជាមិនចេះធ្វើវិធីសង្គ្រោះបឋមហ្នឹងណាមិនធ្វើចលនាដង្ហើមធ្វើម៉េចឲ្យមនុស្សហ្នឹងអាចខ្ជាក់ទឹកពីក្នុងពោះមកវិញបានឲ្យមានចលនាដង្ហើមដកដង្ហើមវិញបានមនុស្សនឹងអាចស្លាប់ក្នុងពេលខ្លីហ្នឹងហើយរឿងហ្នឹងកើតឡើងច្រើនហើយរាល់ឆ្នាំជាពិសេសអាខែនេះខែ3ខែ4នេះមនុស្សទៅលេងទឹកហ្នឹងក្មេងៗហ្នឹងអត់ចេះហែលទឹកងូតទឹកក៏លងទឹកស្លាប់អីចឹងទៅមានជាហូរហែហើយដល់ពេលស្លាប់មុនដាច់ខ្យល់ហ្នឹងតែមិនតាន់ដាច់ខ្យល់ផងហើយមកទៅនាំគ្នារោមនាំគ្នាមើលទៅរោមឈរមើលទាំងអស់មិនដឹងធ្វើម៉េចអត់មានអ្នកណាម្នាក់បង្រៀនថាអូទៅសង្គ្រោះបឋមយ៉ាងម៉េចឃើញអាទូចមួយផងមិនមែនរឿងធំដូចនៅស្រុកសៀមដូចនៅស្រុកភូមាផងហើយភូមាក៏គាត់ខ្វះហ្នឹងដែរព្រោះប្រទេសភូមាហ្នឹងក៏អត់លើសពីប្រទេសខ្មែរប្រហែលដែរពីមន្ត្រីជំនាញពីពួកអ្នករាជការហ្នឹងគឺខ្វះខាតខាងចំណេះដឹងអស់ហ្នឹងខ្លាំងណាស់វាសម្បូរទៅដោយពួកអ្នកមន្ត្រីរាជការដែលលើកដង្កើងដោយក្រុមគ្រួសារបាក់ពុះវាសម្បូរក៏ប៉ុន្តែអាមន្ត្រីដែលចេះដឹងតែហ្មងគឺមិនងាយគេយកទៅដាក់នៅចំកន្លែងទេហើយអាចំណុចហ្នឹងដែលរដ្ឋាភិបាលគួររៀនសូត្រហើយគួរតែធ្វើបច្ចុប្បន្នភាពការងាររបស់ខ្លួនហ្នឹងឲ្យល្អជាងហ្នឹងហើយត្រូវតែពិនិត្យមើលឡើងវិញអំពីគុណភាពការងាររបស់ខ្លួនកន្លងទៅហ្នឹងរួចត្រូវរកមធ្យោបាយដើម្បីជួយមនុស្សឲ្យបានច្រើនទៅថ្ងៃអនាគតវិធីសាស្ត្រដូចជាបានជម្រាបជូនអញ្ចឹងគឺមានច្រើនណាស់ដែលអាចធ្វើឲ្យមនុស្សមានចំណេះដឹងមូលដ្ឋាននៅក្នុងរឿងហ្នឹងហើយដើម្បីដោះស្រាយរឿងបន្ទាន់ភ្លាម
ហើយវិស័យធំជាងគេដូចបានបញ្ជាក់យូរហ្នឹងគឺត្រូវរៀនទទួលស្គាល់ការបិទបើថារឿងហ្នឹងវាកើតឡើងថាកគឺកខគឺខហ៊ានទទួលទៅកុំឲ្យអង្គុយតែបដិសេធបានថាអង្គុយបដិសេធយូរទៅភ្លេចការពិតអស់ទៅដល់ពេលមានរឿងកើតឡើងវាមានអាសន្នធំហើយដល់មានអាសន្នធំវាធ្វើម៉េចវាមានអន្តរាយទាំងអស់គ្នាអាហ្នឹងវាអញ្ចឹងណាកញ្ញាសុខេង ចាសូមអរគុណលោកម៉ែនណាតនេះខ្ញុំសូមជម្រាបលាចា